លបលតែកាចេបកជប់ការកូនស្រីក្រែមចូលស្តុកជាងមួយអាទិត្យអត់មានបានផុសសោះហើយអាកាបូរបស់ខ្ញុំកាន់ទៅថ្ងៃហ្នឹងដាក់ខែមបានតែ2គ្រាប់ទៀតតែសរុបទៅខែមរបស់យើងមាន3ពណ៌កូដ02ពណ៌ឈូកខ្ចីបែកទឹកក្រូចកូដ03ពណ៌ក្រហមបែក cherry ហើយកូដ05របស់យើងគឺពណ៌សាច់ហើយបងប្អូនឃើញខ្ញុំតែងខ្លួនខ្លាំងណាស់ក៏ពិតខ្ញុំអត់សូវចូលចិត្ត make up ទេខ្ញុំចូលចិត្តមុខបែបធម្មជាតិជាងហើយបើក្រែមលាបមាត់តែហ៊ានតែស្ងួតហើយមានក្លិនគឺខ្ញុំអត់ប្រើហ្មងអាហ្នឹងគេហៅថាតាមចំណង់ចំណូលចិត្តមនុស្សរៀងខ្លួនអញ្ចឹងណាប៉ុន្តែអ្នកទាំងអស់គ្នាដឹងហើយថាពេលដែលយើងប្រើក្រែមស្ងួតខ្លាំងជាប់បានយូរវាធ្វើឲ្យប៊ូមាត់របស់យើងខូចប្រែជាស្ងួតប្រែជាខ្មៅជាពិសេសខ្មៅកេមបេមាត់ណាហើយបើបងប្អូនទាំងអស់គ្នានៅតែហឹងប្រើអាហ្នឹងក៏អត់អីដែរអ្នកទាំងអស់គ្នាអាចប្រើជាមួយនឹងក្រែម TNL នៅជាន់ទី1លើបបោមាត់អ្នកទាំងអស់គ្នាជាមុនសិនហើយចាំលាបក្រែមពណ៌ផ្សេងៗដែលអ្នកទាំងអស់គ្នាស្រឡាញ់ទៅអាហ្នឹងក៏ជួយបបោមាត់អ្នកទាំងអស់គ្នាបានមួយចំនួនធំដែរតែបើប្រើប្រាស់ជាប្រចាំថ្ងៃហ្មងក្រែម TNL ទាំង3ពណ៌ហ្នឹងគឺខ្ញុំឲ្យ10លើ10ហើយបងអូនស្រីៗយើងបើសិនជាទិញក្រែមហ្នឹងទៅស្រឡាញ់កុំភ្លេចទិញយកទៅលក់ឲ្យបានច្រើនព្រោះក្រែមហ្នឹងតម្លៃបោះដុំក៏ធូរតម្លៃលក់រាយក៏ធូរដែរអញ្ចឹងយើងបានទាំងប្រើផងយើងបានទាំងលក់មានលុយចំណេញផងហើយក្រែមរបស់យើងឥឡូវមានដាក់លក់តាមម៉ាតតាមសាឡនច្រើនណាស់ឬក៏បងប្អូនទាំងអស់គ្នាអាចចូលតាមផ្សារឬក៏រកតាមដេប៉ូចែកចាយទាំងអនឡាញនិងបោះដុំទូទាំងប្រទេសបាន